ខេត្តថៃភាគខាងជើងប្រកាសអាសន្នហើយព្រោះទឹកជំនន់ហូរបុកខ្លាំងបំបាក់ស្ពានផ្ដាច់ផ្លូវនិងកំទេចផ្ទះសម្បែងផ្លេកបន្ទោលរន្ទះបាញ់ក្ដុងក្ដាំងពូហែលេងយ៉ាងរំភើយខេត្តណាតភាគខាងជើងប្រទេសថៃជាប់ព្រំដែនឡាវបានប្រកាសអាសន្នហើយព្រោះតែទឹកជំនន់ហូរលឿនរហ័សហូរបុកខ្លាំងដូចបាក់ទំនប់អញ្ចឹងបណ្ដាលឲ្យបាក់ស្ពានដាច់ផ្លូវនិងខ្ទេចផ្ទះសម្បែងប្រជាពលរដ្ឋព្រមទាំងបង្ខំឲ្យមានការជម្លៀសពលរដ្ឋជាបន្ទាន់ភ្លាមតែម្ដងតាមទូតអមរិន TV បានដកស្រង់ប្រភពពីទីភ្នាក់ងារកាត់បន្ថយនិងបង្ការគ្រោះមហន្តរាយជាតិដែលប្រកាសនៅថ្ងៃពុធទី19ខែសីហាឆ្នាំ2026ថានៅខេត្តណាតបានឈានដល់កម្រិតប្រកាសអាសន្នហើយព្រោះតែពោពេញដោយគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតបំណាក់ដីនិងទឹកហូរធ្លាក់ពីលើភ្នំយ៉ាងគំហុកបានវាយប្រហារស្រុកជាច្រើនប៉ុន្តែស្រុកពូអាជាកន្លែងរងគ្រោះធ្ងន់ធ្ងរជាងគេដោយតំបន់មួយចំនួនត្រូវទឹកជន់លិចនិងបង្កហានិភ័យនិងរារាំងដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅមកស្របពេលជាមួយគ្នានេះទីភ្នាក់ងារនេះក៏ប្រមានផងដែរថាឲ្យតំបន់នៅតាមដងទន្លេខ្សែទឹកខាងក្រោមត្រូវមានការប្រុងប្រយ័ត្នខ្ពស់និងត្រៀមខ្លួនជំនះប្រជាពលរដ្ឋ24ម៉ោងលើ24ម៉ោងទោះបីជាយ៉ាងណាក៏ដោយមិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់និងបាត់ខ្លួននៅឡើយទេគណៈក្រុមជួយសង្គ្រោះត្រូវបានដាក់ពង្រាយរួចហើយទៅកាន់តំបន់មានហានិភ័យដើម្បីជួយសង្គ្រោះនិងជំនះប្រជាពលរដ្ឋអញ្ចឹងយើងឃើញថាឆ្នាំនេះមិនដូចតែឆ្នាំមុនអញ្ចឹងបងប្អូនទាំងអស់គ្នាឃើញថាទឹកជំនន់ភ្នែកអន្ទោលផ្ទះបាញ់គ្រុំក្ដាំងប្រទេសថៃហើយពោះក៏ហែលលេងដូចឆ្នាំមុនដែរពីព្រោះថាជារឿងធម្មតាទេនៅពេលដែលទឹកលិចមិនថាមនុស្សមិនថាសត្វមិនថាសត្វស្រុកសត្វព្រៃឬពស់ទេគឺហូរហែលលេងយ៉ាងកំសាន្តសប្បាយដូចគ្នាប៉ុន្តែយើងឃើញថាសត្វវាដូចជាពស់ជាអីហ្នឹងវាមិនមានហានិភ័យទេវាមានតែបង្កហានិភ័យមកដល់យើងរឿងដែលយើងត្រូវចាប់អារម្មណ៍ខ្លាំងជាងគេគឺប្រជាពលរដ្ឋថៃហើយនិងសត្វស្រុកបានធ្វើការជំលះអ្នកខ្លះជំលះតន់អ្នកខ្លះជំលះមិនតន់ទៅហូរតាមទឹកមិនថាមនុស្សមិនថាសត្វមិនថារថយន្តទេបើយើងឃើញថាអណ្ដែតលពងតែម្ដងដូចរាល់ឆ្នាំអញ្ចឹងប៉ុន្តែឆ្នាំនេះយើងអត់ទាន់ឃើញខាងទីក្រុងបាងកកលិចដូចឆ្នាំមុនទេប៉ុន្តែយ៉ាងណាក៏មានការពមៀនទុកជាមុនដែរអំពីការលិចក្រុងបាងកកប៉ុន្តែសម្រាប់ពេលនេះគឺមិនទាន់មានទេប៉ុន្តែយើងឃើញថាទីតាំងដែលកំពុងតែកើតហេតុខ្លាំងជាងគេគឺខេត្តថៃនៃភាគខាងជើងបាទគឺបានប្រកាសអាសន្នហើយពាក់ព័ន្ធជាមួយនឹងការជួយសង្គ្រោះវិញគឺក្រុមជួយសង្គ្រោះបានលះដៃលះជើងរូតរះមែនតែនតែម្ដងដើម្បីបញ្ជូនក្រុមការងារទៅជួយសង្គ្រោះប៉ុន្តែទោះជាយ៉ាងណាក៏ដោយបាទមិនលឿនដូចទឹកទេបាទទឹកហើយនឹងភ្នែកតូលផ្ទះបាញ់គ្រុំក្ដាំងហ្នឹងគឺលឿនជាងគេតែម្ដងដែលធ្វើឲ្យមានអ្នកបាត់ខ្លួនបាទមានធ្វើឲ្យអ្នកបាត់ខ្លួនធ្វើឲ្យអ្នកគ្រោះថ្នាក់ហ្នឹងគឺមានជាបន្តទៀតហើយមែនតែនទៅមានបងប្អូនជាច្រើនគាត់ខមមិនថានេះគឺជាកម្មពៀឬក៏ជាបដាសាអីធម្មជាតិដែលបានឈ្លានពានទឹកដីកម្ពុជាអីយ៉ាងណាអាហ្នឹងក៏យើងអត់ដឹងដែរបាទរឿងរបស់ទេវតាយើងអត់ដឹងច្បាស់ទេប៉ុន្តែយើងឃើញថាគឺពិតជារងគ្រោះយ៉ាងច្រើនមែនតែនតែម្ដងដោយសារតែខែនេះគឺជាខែវស្សាផងបងប្អូនទាំងគ្នានៅខាងកម្ពុជារបស់យើងនេះក៏មានការជន់លិចអីមួយចំនួនដែរប៉ុន្តែដូចជាមិនមានភាពខ្លាំងក្លាដូចប្រទេសថៃយើងឃើញថាថៃមួយរយៈនេះគឺគ្រោះធម្មជាតិបុកទៅថៃខ្លាំងមែនតែនតែម្ដងយើងអត់ដឹងថាជាកម្មពៀឬក៏យ៉ាងណាដែរអាហ្នឹងបងប្អូនអ្នកដែលស្ដាប់ក៏ពិចារណាតាមការគួរទៅប៉ុន្តែយើងឃើញថារវាងប្រទេសថៃនិងកម្ពុជាដែលប្រទេសជាប់លបងគ្នានេះខាងថៃគឺតែងតែមានគ្រោះខ្លាំងជាងឧទាហរណ៍ថាទឹកជំនន់គឺជំនន់ខ្លាំងជាងខាងកម្ពុជាយើងគ្រាន់តែលិចល្មមពិបាកធ្វើដំណើរលិចផ្ទះលិចអីល្មមទេប៉ុន្តែបើខាងថៃគឺហូរបុកខ្លាំងរហូតដល់ធ្វើឲ្យមនុស្សបាត់បង់ជីវិតបាក់អីផ្សេងចឹងទៅហើយពុះអីហូរហែលពេញទឹកពេញអីចឹងទៅបាទដើរចឹកនេះចឹកនោះលេងចឹងទៅបាទចឹកប្រជាជនថៃអីមានរបួសមានស្លាប់អីហូរហែចឹងទៅបាទព្រោះវាជាការសហការរបស់ពុះដែរបាទឃើញបាទពុះវាសហការដែរដើរចឹកលេងអីកំសាន្តចឹងទៅជាហូរហែណាហើយពាក់ព័ន្ធជាមួយនឹងមួយទៀតគ្រោះមួយទៀតដែលយើងឃើញថាប្រទេសកម្ពុជាយើងសំណាងដែរគឺគ្រោះរំជួយដីបាទបច្ចុប្បន្នគឺថៃបានជួបគ្រោះរំជួយដីជាញឹកញាប់មែនតែនប៉ុន្តែខាងកម្ពុជាយើងឃើញថាមានភាពសុខសាន្តបាទដោយសារតែ
ផែនទីផែនដីឬក៏អំណោយផលល្អឬក៏មានបុព្វបុរសអីដូនតាយើងថែរក្សាឬក៏យើងជាមនុស្សដែលគ្មានកម្មពីអីដូចខាងប្រទេសថៃឬយ៉ាងណាទេបានធ្វើឲ្យប្រទេសយើងគឺមានភាពសុខសាន្តអត់មានគ្រោះអីហូរហែចឹងទេហើយថៃយើងឃើញថាមានការរំជួយដីអីហូរហែច្រើនមែនទែនបាក់ស្រុតអាគារអីដែលធ្វើឲ្យមនុស្សឆោឡោហើយយ៉ាងណាក៏ដោយឥឡូវនេះគឺជារដូវជាកាលជាពេលវេលាមួយដែលថៃកំពុងតែភ័យបុកពោះទៀតហើយគឺត្រូវទប់ទល់ជាមួយនឹងគ្រោះមហន្តរាយព្រោះថាឆ្នាំមុនខ្លាំងមែនទែនតែម្ដងបងប្អូនគឺលិចខេត្តជាច្រើននៅក្នុងប្រទេសថៃហើយធ្វើឲ្យមនុស្សបាត់ខ្លួននិងមានការបាត់បង់ជីវិតហើយអ្នកខ្លះក៏គាត់ឆាតប្រាប់សារព័ត៌មានថាត្រូវបានពុះចឹកហើយទេទៅក្រុមអ្នកជួយសង្គ្រោះជាច្រើនម៉ោងក៏អត់មានឃើញអ្នកណាមកជួយមកអីដែរបាទយើងឃើញថាពុះតែវាលិចទឹកទៅគឺវាហែលរកទីចម្រោកដែរដោយមនុស្សយើងអញ្ចឹងណាបាទអញ្ចឹងនៅពេលដែលវារកចម្រោកកន្លែងណាវាឃើញយើងវាដាក់ហើយបាទមែនតើទៅពុះក៏វាមិនសូវចូលចិត្តយើងដែរវាអត់ចង់ជួបយើងទេប៉ុន្តែដោយសារតែវារកកន្លែងចម្រោកដែរហើយវាគិតថាយើងបៀតបៀនវាអញ្ចឹងវាក៏លាងយើងមុនទៅបាទនេះគឺពាក់ព័ន្ធជាមួយនឹងបញ្ហាទឹកជំនន់អញ្ចឹងពេលនេះខេត្តថៃនៃភាគខាងជើងនេះគឺនៅតែបន្តជន់លិចឡើយទេបាទគឺនៅបន្តជន់លិចឡើយទេដោយសាងសារព័ត៌មានចុះផ្សាយនេះគឺទៅថ្ងៃទី18 19 20 21ហ្នឹងគឺនៅបន្តទៀតបាទព្រោះថាទៅមួយថ្ងៃទេបាទថ្ងៃ19ហើយថ្ងៃនេះថ្ងៃ20អញ្ចឹងហើយទឹកអត់ទាន់អាចស្រកភ្លាមទេហើយកម្លាំងនៃការជួយសង្គ្រោះកំពុងតែបន្តបង្កើនទៀតដើម្បីរកស្វែងរកអ្នកដែលត្រូវបានបាត់ខ្លួនបាទត្រូវបានបាត់ខ្លួនព្រោះថាបាត់ច្រើនបាទបាត់ច្រើនហើយយើងឃើញឡានណាបងប្អូនឡានហែលពេញទឹកតែម្ដងបាទកន្លែងខ្លះលិចទៅកន្លែងខ្លះគួចខ្លាំងអញ្ចឹងទៅក៏គួចឡាននឹងវិលត្រឡប់ត្រឡិនអញ្ចឹងទៅអញ្ចឹងសម្រាប់បងប្អូនយើងមួយរយៈនេះក៏ល្អដែរនៅពេលដែលយើងបិទព្រំដែនជាមួយថៃអាឡានដែលគេលិចទឹកហ្នឹងគឺអត់អាចបញ្ជូនមកខ្មែរបានបើកុំអីហ្នឹងយើងទិញតែអាឡានលិចទឹកហ្នឹងយកមកឲ្យប្រជាពលរដ្ឋប្រើហេងស៊ុយខូចអស់ពេញហ្នឹងអញ្ចឹងណាបាទឈ្មួញដែលគាត់ខុបខិតគ្នាមកបន្លំថាឡានល្អឡានអីចឹងទៅព្រោះតាំងពីឆ្នាំមុនមកម្លេះបាទតាំងពីយើងមានសង្គ្រាមថ្មីហ្នឹងថៃជន់លិចឡានជាច្រើនមែនទែននៅក្នុងទឹកតែម្ដងបាទឡានរាប់រយគ្រឿងរាប់ពាន់គ្រឿងបាទច្រើនមែនទែនព្រោះលិចខេត្តមួយមិនតិចឡានណាបងប្អូនគ្នាអាចចូលដល់10000គ្រឿងផងក៏ថាបានដែរបាទច្រើនមែនទែនមិនត្រឹមតែមាននៅទឹកជំនន់បាក់ស្ពានដាច់ផ្លូវប៉ុណ្ណឹងទេបាទខ្ទេចផ្ទះសម្បែងហើយក៏មានភ្នែកអន្ទោលអីផ្ទះបាញ់ក្ដុងក្ដាំងអីហោហែដែរបាទច្រើនមែនតើណាបងប្អូនបើតាមព័ត៌មានដែលខ្ញុំបានដកស្រង់ចេញមកដែលចុះផ្សាយដោយសារព័ត៌មានថៃអមរិន TV បាទដែលខ្ញុំដកស្រង់មកនេះគឺបានចុះផ្សាយបែបនេះឯងអញ្ចឹងព័ត៌មាននេះគឺខ្ញុំបិទបញ្ចប់ប៉ុណ្ណឹងទៅចុះហើយបើមានអីថ្មីទៀតខ្ញុំនឹងបច្ចុប្បន្នភាពចែកជូនបងប្អូនបានទស្សនាបន្តទៀតដើម្បីទទួលបានព័ត៌មានថ្មីបងប្អូនកុំភ្លេច follow ឬក៏ subscribe channel YouTube ម្នាក់មួយបាទបិទបញ្ចប់ប៉ុណ្ណឹងទៅចុះអរគុណច្រើនជម្រាបលា